5 more minutes we arrive to Sehanu station ចង់ទៅណាទៅម្នាក់ឯងក៏បានថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាជិះរថភ្លើងទៅរត់ពាក់កណ្ដាលម៉ារ៉ាតុននៅប្រសេះនោះ រៀបជូនអ្នកដំណើរទាំងអស់ឲ្យបានដឹងថា ឥឡូវខ្ញុំមកដល់កន្លែងស្ថានីយ៍រថភ្លើងហើយចេញទៅម៉ោង 7 ខ្ញុំមកដល់នេះម៉ោងក្នុង 6 ជាងហើយចាំកន្លះម៉ោងអីទៀតមិនចេញទៅ ការជិះរថភ្លើងបានផ្ដល់អារម្មណ៍ថាពិភពលោកដើរយឺតជាងមុនវាជាពេលដែលខ្ញុំបាននៅជាមួយខ្លួនឯងនិងរៀបចំស្មារតីមុនការប្រកួតមកដល់តែប្រហែលជាអត់ទេព្រោះវាខុសពីការរំពឹងទុក មានអ្នករត់មួយចំនួនសួរខ្ញុំថាហេតុអ្វីសុកមកម្នាក់ឯងជួនកាលយើងត្រូវការពេលវេលាស្ងប់ស្ងាត់ដើម្បីស្ដាប់សំឡេងបេះដូងខ្លួនឯងការរត់ពាក់កណ្ដាលម៉ារ៉ាតុនវាមិនមែនត្រឹមតែប្រើកម្លាំងបាយទេតែវាប្រើកម្លាំងចិត្តមកម្នាក់ឯងបែបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាបានតស៊ូជាមួយខ្លួនឯងពិតប្រាកដណាស់សំណួរសួរថាតើបារម្ភអត់បើស្អែករត់មិនដល់ទីបារម្ភខ្លះដែរដោយសារតែមុនមកហ្នឹងខ្ញុំមានទ្រីបមួយទៅខាងមណ្ឌលគិរីហើយពេលហ្នឹងខ្ញុំក៏ឆ្លៀតងើបរត់នៅពេលផឹកអ្នកគ្នាដឹងស្រាប់ថាផ្លូវមណ្ឌលគិរីមិនគឺវាឡើងចុះពេលខ្ញុំរត់ដូចជា7គីឡូហើយក៏រៀងឈឺជើងដែរ ឡើងទូលអូ ពេលខ្ញុំមកវិញជើងខ្ញុំអត់ទាន់ជាទេហើយខ្ញុំក៏អត់សូវមានបានពេលក្នុងការ train ខ្លួនឯងសម្រាប់ការរត់21ហ្នឹងដែរតែបំណងរបស់ខ្ញុំគឺមិនមែនមកប្រកួតប្រជែងដើម្បីយកលេខអីទេគឺមកដើម្បីបញ្ចប់អ្វីដែលខ្ញុំបានចាប់ផ្ដើមសម្រាប់វីដេអូ vlog ខ្ញុំទៅមណ្ឌលគិរីលើកទី1ហ្នឹងខ្ញុំអត់បានផុសទេដោយសារវាគៀកថ្ងៃខ្ញុំទៅរត់នៅបរសេនុនឹងពេកអញ្ចឹងខ្ញុំក៏សម្រាប់ចិត្តផុសវីដេអូនេះមុនហើយចាំវីដេអូក្រោយខ្ញុំនឹងផុសវីដេអូដែលខ្ញុំទៅលេងមណ្ឌលគិរី យើងខ្ញុំជម្រាបជូនអ្នកដំណើរទាំងអស់ឲ្យបានដឹងថានៅរយៈពេល5នាទីទៀតរថភ្លើងយើងខ្ញុំធ្វើដំណើរដល់ស្ថានីយ៍ព្រះសីហនុ Dear passenger train at 5 more minutes we arrive to Sehanu station ចោះមិញទេទៅទៀតខ្ញុំទៅ check in យកបានទុកហើយខ្ញុំទៅយក bit សម្រាប់រត់នៅថ្ងៃស្អែក ដល់ហើយក្រុងបរសេនុតែអត់ដឹងថាមកលើកទីប្រមាណទេដោយសារតែមកច្រើនដងពេកតែនេះគឺជាលើកទី1ដែលខ្ញុំមកម្នាក់ឯងបរិយាកាសមាត់សមុទ្របែបនេះធ្វើឲ្យអារម្មណ៍ស្រស់ស្រាយបាត់អស់ភាពហត់នឿយចុះពីលើរថភ្លើងខ្ញុំជិះតុកទៅ check in កន្លែងគេងបន្តមកទៀតងូតទឹកអីហើយក៏រៀបចំខ្លួនចេញទៅយក bit នៅខាងឆ្នេរអូឈើទាលខ្ញុំមកដល់កន្លែងគេង check in ម៉ោង 3 ហើយ review កន្លែងគេងតិចនេះឡើងមានKD ហើយបន្ទប់ទឹកគេមាននេះទៀត kitchen កន្លែងធ្វើម្ហូបហើយ view យើងមើលទៅខាងនោះគេឥឡូវងុយទឹកសិនចាំទៅជួបគ្នានៅឆ្នេរអូឈើទាលទៅមួយទឹកហើយពាក់អាវត្រែលព្រោះដោយសារតែយើងយកអាវបន្តិចដែរយើងមកថ្ងៃហ្នឹងអាវពាក់មកហ្នឹងហើយយើងទៅអស់គ្នាអាមិនក៏បានដែរមានស្នេហ៍អត់មានស្នេហ៍ ឥឡូវខ្ញុំមកដល់កន្លែងយក bit ហើយតោះទៅមើលឈ្មោះខ្ញុំ ទៅដល់ឆ្នេរអូឈើទាលយក bit ហើយខ្ញុំក៏បានដើរទៅរកអីញ៉ាំនៅមាត់ឆ្នេរតិចតួចបន្តទៀតក៏ត្រឡប់មកកន្លែងគេងវិញដោយសារតែខ្ញុំត្រូវចូលគេងរៀងលឿនដើម្បីងើបឲ្យលឿនដែរងើបម៉ោង 3 តែគាត់ឃើញមុនពីលឺមុនគេកាលហែងយកបបនធន់ណាស់មីងអើយបើមានយកហើយបើទោះជាមានក៏មិនតិចឡើយរីឯស្រាក៏មិនចេះផឹកអញ្ចឹងមកនៃស្រវឹងពេលដែលខ្ញុំត្រូវគេបោកចិត្តនិយាយត្រង់ខ្ញុំវាអត់ក្រុមលះខណ្ឌរូបសម្បត្តិមិននឹងជាថែបនាងណាអូយឈប់គិតឈប់ខ្វល់ឈប់និយាយរឿងស្នេហាហើយទោះយ៉ាងណាខ្ញុំនៅតែជាក្មេងតូន Morning អ្នកគ្នាម៉ោង 3 ជាងងើបហើយរៀបចំខ្លួនឲ្យហើយម៉ោង 4 បងម៉ែខ្ញុំមិនក៏បានដែរតែអញជ
គ្នាពី40 2 ម៉ោងកន្លះ2 ម៉ោងកន្លះបានហើយឃើញផ្លូវខ្លាចហ៎ ពួកជឿចូលទៅនៅ 2 ម៉ោងកន្លះដែរ អាមិនក៏បានដែរមានស្នេហ៍អត់មានស្នេហ៍តាមនឹងចោះព្រោះខ្ញុំនៅក្មេងពួកតាលេងទាន់នៅក្មេងលេងឲ្យអស់មិន នេះសើមិនអាចចោលគុណក្រុមបានទេ តបខ្ញុំលើមានខ្លួនឯងឲ្យខ្ញុំខ្លួនឯងស្រឡាញ់ដោយសារ ខ្ញុំរត់បានពាក់កណ្ដាលផ្លូវក៏មានអ្នកសួរថាពេលនេះចង់បោះបង់វាអត់ Yes ជើងខ្ញុំក៏វាចាប់ផ្ដើមឈឺហើយមកហូលកម្មវិធីនេះអត់ហ៊ានរត់លឿនទេដោយសារតែខ្ញុំខ្លាចរបួសវាធ្វើទុកដល់ជង្គង់ខ្ញុំពេលខ្ញុំហ៊ានដល់បុកលបឿនបន្តិចគឺវាចាប់ផ្ដើមឈឺតិចតិចអញ្ចឹងខ្ញុំសម្រេចចិត្តថារត់មួយទៅតែអត់បោះបង់ទេសួររត់មួយទៅដល់ទីដូចគ្នាបើឈប់ឥឡូវហ្នឹងសោកស្ដាយការធ្វើដំណើររាប់រយគីឡូពីភ្នំពេញមកអញ្ចឹងមានទៅមុខបន្តទៀត ហើយបើទោះជាមានក៏មិនតិចឡើយរីឯស្រាក៏មិនចេះផឹកអញ្ចឹងមកនៃស្រវឹងពេលដែលខ្ញុំត្រូវគេបោកចិត្តនិយាយត្រង់ខ្ញុំវាអត់ក្រុមលក្ខខណ្ឌរូបសម្បត្តិមិននឹងជាថែបងាំងណាអូយឈប់គិតឈប់ខ្វល់ឈប់និយាយរឿងស្នេហាហើយទោះយ៉ាងណាខ្ញុំនៅតែជាក្មេងតូចអស់ម៉ែខ្ញុំមិនក៏បានដែរមានស្នេហ៍អត់មានស្នេហ៍តាមនឹងចោះព្រោះខ្ញុំនៅក្មេងពួកតាលេងទាន់នៅក្មេងលេងឲ្យអស់មិនទាន់មានអ្នកស្រឡាញ់គេគិតថាខ្ញុំឯកោតែខ្ញុំនៅវិញខ្លួនឯងឲ្យខ្ញុំខ្លួនឯងស្រឡាញ់ដោយសារអ្នកដែលខ្ញុំស្រឡាញ់កំពុងតែដើររកខ្ញុំដែរព្រោះខ្សែខាដែលគាត់តាមរកគឺខ្សែខាដែលខ្ញុំតាមឲ្យ អរគុណដែលបានរួមដំណើរជាមួយខ្ញុំតាំងពីភ្នំពេញរហូតមកដល់ទីបញ្ចប់នៅមាត់សមុទ្រនេះការធ្វើដំណើរម្នាក់ឯងនេះបង្រៀនឲ្យខ្ញុំដឹងថាយើងមិនចាំបាច់ទាល់តែមានគ្នាទើបអាចសម្រេចក្តីសុខបាននោះទេកុំខ្លាចក្នុងការដើរចេញទៅរកអ្វីដែលថ្មីជួបគ្នានៅគោលដៅក្រោយ